Cambodia values China's constructive contributions to advancing international dialogue and cooperation on AI governance through initiatives such as the Global AI's Governance Initiative and the Global AI Governance Action Plans. This initiative contributes to strengthening international multilateral cooperation and enhancing AI capacity building, particularly for developing countries and the Global South. The World Artificial Intelligence Conference has become a crucial platform for broadening participation in global AI governance and translating our shared commitment to international cooperation into practical dialogue and partnership. Cambodia firmly believes that an open, inclusive, and cooperative multilateral framework is essential to ensure that every country, regardless of its development level, can participate in and benefit from AI revolutions. អ៊ីរ៉ង់បាញ់កំទេចនាវាថៃផ្អើលច្រកសមុទ្រហូមូសប៉ុន្តែថៃបដិសេធថាមិនមែនជានាវារបស់ខ្លួនប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់អ៊ីស្លាមបានស្ទាក់ចាប់និងបានវាយប្រហារលើនាវាមួយគ្រឿងដែលមានទង់ជាតិថៃនៅច្រកសមុទ្រហូមូសដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូនប្រេងនិងពាណិជ្ជកម្មសកលនេះបើយោងទៅតាម Tasmin New Agency នៅថ្ងៃទី 18 ខែកក្កដានេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasmin បានដកស្រង់ចេញផ្សាយដោយអាចារ្យសេរ៉ាបានដឹងថានាវាខាងលើត្រូវបានចាត់ប្រកាសថាបានព្យាយាមឆ្លងកាត់ផ្លូវដឹកជញ្ជូនដោយគ្មានការអនុញ្ញាតនិងមិនអើពើពីការប្រមានជាបន្តបន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បន្ទាប់ពីប្រមានមិនទទួលបានការឆ្លើយតបកងទ័ពជើងទឹកអ៊ីរ៉ង់ក៏បានបើកប្រតិបត្តិការស្ទាក់ចាប់និងឈានដល់ការវាយប្រហារលើនាវានោះតែម្ដងរហូតមកទល់នឹងពេលនេះមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់អំពីទំហំនៃការខូចខាតនាវាឬក៏ចំនួនអ្នករងរបួសនិងអ្នកស្លាប់នៅឡើយទេគណៈកងទ័ពជើងទឹកថៃបានចេញមុខបកស្រាយភ្លាមៗនិងបដិសេធព័ត៌មានថានាវាដែលមានទង់ជាតិថៃត្រូវបានកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានធ្វើការស្ទាក់ចាប់នៅច្រកសមុទ្រហូមូសមិនមែនជានាវារបស់ថៃនោះទេអ្នកវិភាគសន្តិសុខបានលើកឡើងថាការដែលស្ទាក់ចាប់នាវាដែលមានទង់ជាតិថៃនៅពេលនេះអាចជាសញ្ញាបង្ហាញថាភាពតានតឹងនៅតំបន់មជ្ឈមបូព៌ាកំពុងតែឈានចូលដល់ដំណាក់កាលកាន់តែស្មុគស្មាញខណៈដែលប្រទេសជាច្រើនកំពុងធ្វើការតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ដើម្បីបង្ការការរីករាលដាលនៃវិបត្តិនិងប៉ះពាល់ដល់ការដឹកជញ្ជូននិងសេដ្ឋកិច្ចពិភពលោកខ្ញុំជួនអេគ្រីបងប្អូនជួយចុចសញ្ញាបេះដូងម្នាក់មួយជូនលោកប្រធានាធិបតីស៊ីជីនពីងមកបងប្អូនណាដោយសារមានព័ត៌មានចេះបងប្អូនមកសើមិញហ្នឹងខាងលោកអនុទានហ្នឹងបានទៅជួបជាមួយនឹងលោកប្រធានាធិបតីស៊ីជីនពីងហើយបានដាក់សំណើមួយថាសូមឲ្យលោកស៊ីជីនពីងហ្នឹងប្រាប់ទៅខាងភាគីកម្ពុជាកុំឲ្យយករថក្រោតដែលទិញពីចិនហ្នឹងទៅបាញ់សៀមចេះតែមានហ្មងអើយហើយដល់មិនអត់បងប្អូនលោកប្រធានាធិបតីលោកឆ្លើយយ៉ាងស្រទន់ថាការទិញរថក្រោតនោះគឺបានចរចាគ្នាតាំងពីមុនសង្គ្រាមមកម្លេះហើយកម្ពុជាទិញទៅគឺដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងប្រសិនបើមានប្រទេសណាឈ្លានពានកម្ពុជាប្រើទៅនឹងជាការឆ្លើយតបរបស់លោកប្រធានាធិបតីស៊ីជីនពីងហើយអញ្ចឹងវាសមមុខវាហ្មងណាអត់ចេះខ្មាស់គេទេគេទិញមកគេទិញការពារប្រទេសណាហើយមិនប្រងឲ្យយករថក្រោមទៅដាក់សារមន្ទីរហើយបើពួកអស់ឯងនឹងមកឈ្លានពានគេអូយអញចិត្តទៅធ្វើយុរដ្ឋមន្ត្រីកើតដាងប់ហ្មងហើយប្រហែលថ្ងៃមុនហ្នឹងលោកភុងគិតកែវហ្នឹងដែលជារដ្ឋមន្ត្រីការបរទេសរបស់ថៃហ្នឹងបានអះអាងប្រាប់អ្នកកសែតថាការទិញរបស់កម្ពុជាហ្នឹងតាំងពីមុនសង្គ្រាមមកម្លេះហើយឥឡូវទៅជារំលឹកអារឿងហ្នឹងទៅជាមួយលោកស៊ីជីនពីងទៀតដល់ពេលលោកស៊ីជីនពីងឆ្លើយហ្នឹងបានសមមុខអាខ្ទីន